Bà sứt đây bóng ôn nâng này ngàyនេះយើងយកខ្លឹមសភៅមកចែកលេខដល់បងប្អូនទៀតបាទហើយខ្លឹមសារសំខាន់នោះគឺយើងដកស្រង់ចេញពីសភៅមិនត្រឹមតែប្រកែមិនគ្រប់គ្រាន់ទេហើយនៅក្នុងហ្នឹងក៏គេលើកឡើងថាតើមិត្តភ័ក្តិរបស់យើងហ្នឹងជាមនុស្សដែលនាំយើងហ្នឹងទៅតាមទិសដៅដែលត្រឹមត្រូវហើយឬនៅបាទអញ្ចឹងនៅក្នុងវីដេអូនេះក៏ចង់ឆ្លោះបញ្ចាំងឲ្យបងប្អូនបានដឹងថាតើអ្នកដែលនៅជុំវិញខ្លួនយើងមិនថាជាបងប្អូនមិនថាជាមិត្តភ័ក្តិរបស់យើងហ្នឹងតើអឺយើងស្គាល់គាត់ច្បាស់ហើយឬនៅបាទឬក៏គាត់ជាមនុស្សដែលនាំឲ្យយើងហ្នឹងទៅរកភាពរីកចម្រើនឬក៏ដើរផ្លូវដែលត្រឹមត្រូវហើយឬនៅហើយជីវិតយើងអត់មានពេលគ្រប់គ្រាន់ទេបាទយើងអត់មានពេលវេលាច្រើនសម្រាប់ទៅនៅជាមួយបុគ្គលដែលអូសទាញយើងទៅរកផ្លូវដែលមិនត្រឹមត្រូវឬក៏ផ្លូវដែលខុសនឹងទេបាទហើយក៏ជីវិតរបស់យើងហ្នឹងក៏វាមិនខ្លីហួសហេតុពេកដែរបាទសម្រាប់ដែលយើងទៅជឿទុកចិត្តនរណាម្នាក់ឬក៏ទៅជឿទុកចិត្តមិត្តភ័ក្តិរបស់យើងដើម្បីឲ្យសម្ព័ន្ធភាពរបស់យើងទាំងអស់ហ្នឹងកើតចេញពីចិត្តរបស់យើងបាទហើយយើងទៅមើលថាតើការសម្រេចចិត្តដែលយើងអាចស្វែងរកមិត្តភ័ក្តិឬក៏បងប្អូនដ៏ឆ្លាតវៃរបស់យើងហ្នឹងឬក៏ស្វែងរកមិត្តភ័ក្តិដ៏ត្រឹមត្រូវរបស់យើងហ្នឹងយើងទៅស្វែងរកតាមវិធីណាខ្លះឬក៏យើងអាចដឹងថាតើមនុស្សដែលនៅជុំវិញខ្លួនរបស់យើងហ្នឹងជាមនុស្សយ៉ាងម៉េចជាមនុស្សដែលនាំយើងទៅរកផ្លូវល្អឬក៏ទៅរកផ្លូវអាក្រក់អីចឹងទៅហើយយើងគួររាប់អានឬក៏មិនរាប់អានចឹងទៅបាទអញ្ចឹងនៅក្នុងអត្តន័យខ្លឹមសារនៅក្នុងសភៅនេះគឺល្អមែនទែនបាទល្អសម្រាប់ឲ្យបងប្អូនស្វែងយល់ពីតថភាពបច្ចុប្បន្នដែលមានមនុស្សជាច្រើនដែលនៅជុំវិញខ្លួនយើងនឹងហើយអាចនឹងឲ្យយើងដឹងថាតើយើងគួរតែពឹងពាក់ទៅលើពួកគាត់បានឬក៏អត់អីចឹងទៅបាទហ្នឹងហើយអញ្ចឹងយើងទៅមើលថាតើគាត់នឹងមានគំនិតដូចម្ដេចចំពោះយើងបាទបើយើងអឺមើលអ្នកដែលនៅជុំវិញខ្លួនរបស់យើងហ្នឹងត្រូវទៅមើលចរិតលក្ខណៈរបស់គាត់ដែរថាគាត់នឹងគិតម៉េចបាទហើយនៅក្នុងសភៅហ្នឹងក៏លើកឡើងពីអ្នកនិពន្ធល្បី Emerson ហ្នឹងគាត់និយាយថាដើម្បីវិនិច្ឆ័យមនុស្សគ្រប់គ្នាថាមានគុណតម្លៃឬក៏គ្មានគុណតម្លៃហ្នឹងគឺយើងត្រូវទៅមើលស្នាដៃរបស់គាត់ហ្នឹងបាទហើយស្នាដៃរបស់គាត់ហ្នឹងគាត់បានធ្វើអីខ្លះដែលល្អបំផុតហ្នឹងគឺយើងត្រូវទៅមើលទៅអញ្ចឹងយើងអាចដឹងហើយថាយើងអាចវិនិច្ឆ័យពួកគាត់ចេញហើយមិនអញ្ចឹងទេបាទអូខេហើយជារួមគឺយើងត្រូវគិតទៅលើអ្នកដតីហ្នឹងក្នុងផ្លូវល្អដែរហើយការគិតមកលើយើងវិញពីសំណាក់អ្នកដតីហ្នឹងឬក៏ពីសំណាក់មិត្តភ័ក្តិហ្នឹងតើគាត់គិតផ្លូវល្អដូចយើងគិតទៅលើគាត់អត់បាទអញ្ចឹងបើសិនជាយើងមើលទៅពួកគាត់គិតល្អមកលើយើងវិញអូខេហ្នឹងបានន័យថាអូខេការគិតចំពោះគាត់មកលើយើងហ្នឹងគឺល្អដូចគ្នាអីចឹងទៅបាទហើយមួយចំណុចទៀតហ្នឹងគេក៏បានលើកឡើងថាតើអឺមិត្តភ័ក្តិដែលនៅជុំវិញខ្លួនយើងឬក៏បងប្អូនរបស់យើងហ្នឹងគាត់គិតចំពោះយើងហ្នឹងដូចម្ដេចអំពីអនាគតរបស់យើងហ្នឹងបាទគាត់ជាមនុស្សដែលមើលឃើញអនាគតរបស់យើងល្អឬក៏ចាំណែនាំយើងឲ្យទៅរកផ្លូវដែលយើងចង់បានឬក៏អនាគតដែលល្អទៅថ្ងៃខាងមុខហ្នឹងតើគាត់ជាអ្នកណែនាំគាត់អ្នកបង្ហាញផ្លូវឬក៏គាត់អ្នកលើកទឹកចិត្តអីនឹងអត់បាទហើយតើពួកគាត់ហ្នឹង
ដែលនៅជុំវិញខ្លួនយើងហ្នឹងជាមនុស្សមិនអត់គិតពីអនាគតរបស់យើងទេអីគ្រាន់តែគិតតែពីមួយថ្ងៃដល់មួយថ្ងៃបាទអញ្ចឹងយើងត្រូវថ្លឹងថ្លែងទៅថាតើចំពោះមនុស្សពីរប្រភេទហ្នឹងយើងគួរតែអឺជ្រើសរើសយកមនុស្សមួយណាបាទហើយបើសិនជាយើងមើលថាអូពួកគាត់មកនៅក្បែរយើងហើយស្រាប់តែពួកគាត់នឹងជាមនុស្សដែលបកែមើលស្រាលនៅមហិច្ឆតារបស់យើងឬក៏ការដែលយើងចង់បានឬក៏ការដែលយើងកសាងនៅផែនការជោគជ័យណាមួយហើយគាត់មើលស្រាលរបស់យើងគាត់មិនឲ្យតម្លៃយើងហ្នឹងអូខេអញ្ចឹងយើងចូលនៅឲ្យឆ្ងាយពីពួកគាត់ហ្នឹងទៅព្រោះអីគាត់នឹងមិនមែនជាបុគ្គលដែលយើងអាចជឿជាក់បានទេបាទហើយបើសិនជាយើងក៏លេចមកមើលមនុស្សដែលជាមិត្តល្អវិញភាគច្រើនគឺគេមើលឃើញភាពសំខាន់របស់យើងណាបាទចង់រាល់ការដែលយើងខិតខំធ្វើអ្វីមួយរាល់ដែលយើងមានគំនិតបង្កើតថ្មីអ្វីមួយគឺភាគច្រើនគឺគាត់ជួយលើកទឹកចិត្តជួយលើកទឹកចិត្តយើងបាទមើលពីភាពសំខាន់ឬក៏មើលពីអនាគតដ៏ផូរផង់របស់យើងទៅថ្ងៃខាងមុខទៀតហ្នឹងបាទហើយចំណុចមួយទៀតដែលអាចថាយើងកត់សម្គាល់ថាមិត្តភ័ក្តិរបស់យើងហ្នឹងឬក៏អ្នកនៅជុំវិញខ្លួនរបស់យើងហ្នឹងគាត់ជាមិត្តល្អបាទអញ្ចឹងគឺសំខាន់គឺយើងមើលនៅពេលដែលយើងធ្លាក់ខ្លួនអូខេអញ្ចឹងដូចបងប្អូនមួយចំនួនដែលបងប្អូនបានលើកឡើងណាថានៅពេលដែលធ្លាក់ខ្លួននៅពេលដែលអត់លុយបាទគឺមិត្តភ័ក្តិគេលេងស្គាល់អស់លេងបាទអូខេអញ្ចឹងអាហ្នឹងក៏ជាចំណុចមួយដែលយើងអាចឆ្លោះបញ្ចាំងខ្លួនឯងដែរណាឆ្លោះបញ្ចាំងថាតើមិត្តភាពរវាងយើងបងប្អូនរវាងយើងនិងមិត្តភ័ក្តិដែលនៅជុំវិញខ្លួនហ្នឹងតើគេមានកាយវិការចំពោះយើងដូចម្ដេចនៅពេលដែលយើងហ្នឹងធ្លាក់ខ្លួនបាទហ្នឹងហើយអញ្ចឹងទៅខាងមុខនេះគឺយើងនឹងបែងចែកទៅមើលថាតើនៅពេលដែលយើងធ្លាក់ខ្លួនហ្នឹងក្នុងកំឡុងពេលដែលយើងមានវិបត្តិហ្នឹងតើមិត្តល្អនិងមិត្តមិនល្អហ្នឹងគេមានអិយាបថយ៉ាងណាអញ្ចឹងយើងលើកត្រួសដើម្បីជាឧទាហរណ៍ដល់បងប្អូនទាំងអស់គ្នាបានដឹងណាបាទអញ្ចឹងករណីដែលមិត្តមិនល្អនិងមិត្តល្អអិរិយាបថពួកគាត់ហ្នឹងមានដូចជាបើសិនជាមនុស្សគឺមិត្តមិនល្អហើយនឹងកល្យានមិត្តដែលយើងបែងចែកទៅពីរបាទអញ្ចឹងបើសិនជាមិត្តមិនល្អឬក៏អ្នកជុំវិញមិនល្អហ្នឹងភាគច្រើនគេមិនតិលសង្ស័យលើអ្វីដែលយើងធ្វើបាទហើយបើមិត្តល្អឬក៏អ្នកបងប្អូនដែលល្អរបស់យើងហ្នឹងគេភាគច្រើនគឺជឿទឹកចិត្តយើងខ្លាំងបាទជឿទឹកចិត្តយើងច្រើនបាទហើយបើមិត្តមិនល្អអាចថាពួកគាត់ហ្នឹងស្ដីបន្ទោសយើងនៅពេលដែលយើងធ្វើកិច្ចការណាមួយអីដែលខុសអីចឹងណាគឺគាត់ស្ដីបន្ទោសធ្ងន់អីចឹងទៅតែបើសិនជាមិត្តដែលយល់ពីចិត្តយើងមិត្តល្អរបស់យើងគឺភាគច្រើនគឺគាត់បង្ខំចិត្តទទួលយកនៅអ្វីដែលយើងធ្វើទៅខុសបាទហើយពេលខ្លះមិត្តល្អហ្នឹងគាត់ភាគច្រើនគឺគាត់ធ្វើឲ្យខូចអារម្មណ៍ហ្មងបាទហើយបើមិត្តល្អគេភាគច្រើនគេការពារយើងបាទមិត្តមិនល្អគឺគាត់អាចនឹងទម្លាយអកំបាំងដែលយើងមានជាមួយពួកគាត់ឬក៏ពេលតែគាត់ដឹងពីរឿងរ៉ាវរបស់យើងមួយចំនួននេះហ្នឹងគឺគាត់យកទៅដើរនិយាយប្រាប់គេប្រាប់ឯងហ្នឹងបាទហើយបើយើងក៏លេចមកមើលកល្យានមិត្តឬក៏មិត្តល្អឬក៏បងប្អូនដែលល្អនៅជុំវិញខ្លួនយើងគឺភាគច្រើនគឺគាត់ជួយលាក់បាំងយើងហ្នឹងគាត់អត់មានយកទៅបកអាក្រាតយើងអីទេបាទហើយមិត្តមិនល្អហ្នឹងគឺភាគច្រើនគឺគាត់មើលងាយយើងមែនទែនតែបើមិត្តល្អវិញភាគច្រើនគឺគាត់លើកទៅសើលើកទឹកចិត្តយើងបាទជួយរក្សាយើងហើយនៅពេលមានកិច្ចការងារអីចឹងទៅគឺគាត់ប៉ាកែអត់
ធ្មត់សង្កត់ចិត្តបាទនៅជាមួយយើងដើម្បីនាំយើងហ្នឹងឲ្យរួចចាកផុតពីវិបត្តិអីចឹងទៅឬក៏គាត់អាចថាជាមនុស្សដែលជួយចាំលើកទឹកចិត្តយើងរហូតនៅពេលដែលយើងមានបញ្ហាអូខេអញ្ចឹងអានេះជាឧទាហរណ៍មួយចំនួនដែលចង់បង្ហាញទៅបងប្អូនដើម្បីឲ្យបងប្អូនបានដឹងដែរអញ្ចឹងណាបាទអញ្ចឹងបើសិនជាយើងកលេចមកមើលប្រភេទមួយទៀតតើគេនៅជាមួយយើងគេនៅជុំវិញខ្លួនយើងហ្នឹងតើភាគច្រើនគេទាញអ្វីខ្លះពីយើងអូខេអញ្ចឹងដូចយើងដឹងអញ្ចឹងគឺមិនល្អគឺគាត់ចង់តែបានផលប្រយោជន៍ពីយើងឯងបាទឲ្យតែយើងមានអ្វីជាផលប្រយោជន៍អីគេគឺគេនឹងយកផលប្រយោជន៍ពីយើងប៉ុន្តែបើសិនជាកល្យានមិត្តរបស់យើងវិញភាគច្រើនគឺគេប្រឹងប្រែងជួយយើងយ៉ាងពេញទំហឹងបាទដើម្បីឲ្យយើងទៅដល់ចំណុចដែលយើងចង់បានអីចឹងទៅបាទហើយជាចុងក្រោយនេះយើងសូមណែនាំអំពីបុគ្គលដែលអាចយើងនឹងទៅសាងសម្ព័ន្ធមិត្តជាមួយនឹងពួកគាត់ឲ្យបានល្អនៅក្នុងជីវិតរបស់យើងណាបាទអញ្ចឹងអាចថាឥឡូវខ្ញុំសូមលើកយកបុគ្គល5ចំណុចចុះបាទទី1ហ្នឹងគឺតើពួកគាត់មានសុខរួមសុខមានទុក្ខរួមទុក្ខដែរឬទេបាទចឹងអានឹងក៏ជាចំណុចមួយដែលយើងអាចឆ្លុះបញ្ចាំងមើលពីមិត្តភាពដែលយើងចងសម្ព័ន្ធមិត្តជាមួយនឹងគ្នាហ្នឹងបាទទី2តើពួកគាត់គោរពរាប់អានគ្នាដែរឬទេបាទបើសិនជាយើងឃើញថាការគោរពរាប់អានគ្នាឲ្យតម្លៃគ្នាទៅវិញទៅមកហ្នឹងអូខេហ្នឹងក៏ជាសម្ព័ន្ធមិត្តមួយឬក៏សម្ព័ន្ធភាពមួយដែលអាចនឹងដើរទៅមុខរួមគ្នាបានយូរវែងអីចឹងទៅបាទហើយមានបទពិសោធន៍រួមគ្នាល្អទេបាទហ្នឹងក៏ជាចំណុចដែលយើងអាចមើលដឹងដែរបាទហើយហ្នឹងមានរឿងដែលធ្វើខុសហើយយើងជឿទុកចិត្តគ្នាទៅវិញទៅមកទេបាទអញ្ចឹងមកសិនឧទាហរណ៍ថាដូចយើងលើកឡើងពីដើមអញ្ចឹងតើនៅពេលមានបញ្ហាឬក៏ធ្វើរឿងអីមួយតើយើងជឿទុកចិត្តគ្នាក្នុងការធ្វើរឿងទាំងអស់ហ្នឹងដែរឬទេបាទហើយនឹងជាចុងក្រោយហ្នឹងថាតើសម្ព័ន្ធមិត្តរបស់យើងហ្នឹងអាចពឹងពាក់គ្នាទៅវិញទៅមកបានអត់បាទដូចបងប្អូនបានដឹងអញ្ចឹងបើសិនជាមិត្តភាពឬក៏ជាកល្យានមិត្តដ៏ល្អគឺភាគច្រើនគឺពឹងពាក់គ្នាទៅវិញទៅមកគឺបានហើយបាទអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងពេញចិត្តវីដេអូហើយកុំភ្លេចឆ្លុះបញ្ចាំងមើលថាតើបងប្អូនឬក៏មិត្តភ័ក្តិដែលនៅជុំវិញខ្លួនរបស់យើងហ្នឹងគាត់មានលក្ខណៈបែបណាបាទជាបុគ្គលដែលយើងអាចដើររួមផ្លូវជាមួយបានសាងមិត្តភាពយូរអង្វែងបានឬក៏ជាបុគ្គលដែលអាចធ្វើឲ្យយើងដើរផ្លូវខុសបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាស្ដាប់ហើយអាចចែករំលែកវីដេអូនេះទៅដល់មិត្តភ័ក្តិឬក៏បងប្អូនរបស់យើងដទៃទៀតដើម្បីឲ្យគាត់បានស្វែងយល់ទាំងអស់គ្នាអូខេអញ្ចឹងជាចុងក្រោយសូមអរគុណហើយសូម share សូម subscribe បាទ channel របស់យើងដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតបាទអរគុណជម្រាបលា